វីដេអូនេះសម្រាប់អ្នកចូលចិត្តបោះតង់គ្នាយើងមកមួយកន្លែងគឺមានគ្រប់សពតែម្ដងរបៀបចូលចិត្តកយគុណទេសភាព enjoy nature ស្រូបខ្យល់អាកាសបរិសុទ្ធមានបឹងទឹកជ្រោះទឹកត្រជាក់អង្គុយសង់ទីម៉ង់អីបានមួយកំ plei តែម្ដងអូខេបងប្អូនទាំងអស់គ្នាចង់ដឹងវីដេអូនឹងពីដើមដល់ចប់មានអ្វីខ្លះចាំតាមដានជាមួយខ្ញុំទាំងអស់គ្នាសួស្តីឥឡូវនេះគឺខ្ញុំកំពុងតែនៅតាមផ្លូវធ្វើដំណើរទៅ Silver Lake និយាយទៅផ្លូវជិះទៅហ្នឹងគឺដូចភ្នំបូកគោតែម្ដងសុទ្ធតែអាប់ហើយកលេចមកខាងក្រោមមកគឺឃើញផ្ទះណាគេសង់ទីម៉ង់មែនតែននៅខាងក្រោមម្នាក់ឯងនិយាយលេងទេនិយាយទៅគឺផ្ទះអ្នកភូមិនៅនេះច្រើនមែនតែនពេលដែលខ្ញុំជិះទៅដល់ផ្ទះអ្នកភូមិហ្នឹងប្រហែលជា30នាទីទៀតគឺដល់កន្លែងដែលខ្ញុំទៅបោះតង់ហើយផ្លូវនេះនិយាយទៅគឺប្រភេទផ្លូវភ្នំអញ្ចឹងណានិយាយទៅគឺអ្នកដែលរីថៃហ្នឹងគឺចូលចិត្តមកនៅតំបន់នេះមែនតែនហើយថ្ងៃដែលខ្ញុំមកនេះមានភ្លៀងផងអាប់ផងអីផងក៏ប៉ុន្តែគេថាអាកាសធាតុមិនទៀងទាត់ហ្នឹងត្រូវណាស់ជិះផុតតែ5នាទី10នាទីភ្លឺចេះឥឡូវនេះគឺខ្ញុំបានមកដល់ឆក់ចូលហើយនិយាយទៅគឺម៉ោង2ថ្ងៃមិនគេអនុញ្ញាតឲ្យយើង check in ហើយនេះគឺទងជាតិ California ហូបខ្លាខ្មុំបងប្អូនតិចថាអត់ស្គាល់ខ្ញុំតែមិនដឹងដែរអញ្ចឹងណានិយាយទៅចូលមកដល់ខាងនេះគឺរបៀបថា fresh ស្អាតហ្មងដោយសារទឹកនៅហ្នឹងគឺដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងរបៀបថាធ្វើឲ្យយើងមានអារម្មណ៍ល្អហ្មងអញ្ចឹងណាហើយខ្យល់ក៏បរិសុទ្ធនិយាយទៅត្រជាក់ហ្មងមកដល់នេះនិយាយទៅមកដល់នេះរៀងត្រជាក់ឃើញមិនបើថ្ងៃមែនអញ្ចឹងដាំទឹកក្តៅញ៉ាំសិនហើយក៏រៀបចំអាហារពេលល្ងាចនិយាយរួមទៅខ្ញុំមកបោះតង់នេះជាលក្ខណៈស្លន់ស្លោអត់មានរៀបចំអីទេនិយាយទៅក្នុងទូទឹកកកខ្ញុំមានអីគឺខ្ញុំយកនឹងមកអញ្ចឹងណាមានល្ហុងមានថៃអញ្ចឹងទៅខ្ញុំក៏រៀបចំស្លម្ជូរល្ហុងញ៉ាំម្ជូរល្ហុងខ្មែរយើងក្តៅនៅកណ្ដាលភ្នំអញ្ចឹងរហណាបានបងប្អូនអើយឆ្ងាញ់មែនតែនតែម្ដងហើយមិនត្រជាក់អញ្ចេះជាមួយនឹងស្លម្ជូរក្តៅហ្នឹងថ្លៃណាស់បងប្អូនមិនតែប៉ុណ្្នឹងទេបងប្រហុកទៀតរបៀបថាឲ្យអ្នកភូមិនៅនឹងចង់អង្គុយប្រហុកឯណានៃម្ដងមើលបន្ទាប់មកថៃខ្ញុំសល់ហ្នឹងគឺខ្ញុំទុកចៀនបន្ទាប់ពីធ្វើម្ហូបហើយគឺខ្ញុំដើរមើលភូមិអ្នកចិត្តខាងអញ្ចឹងណាមកមើលទេសភាពគឺស្អាតមែនតែនស្អាតដូចរូបគំនូរអញ្ចឹងនៅកន្លែងនេះគឺល្អមែនតែនដោយសារតែគេមានផ្លូវហ្នឹងគឺចាក់បេតុងហើយអញ្ចឹងសម្រាប់ឲ្យយើងស្រួលដើរព័ទ្ធមកជុំភ្នំបានតែម្ដងបានស្រួលតែម្ដងនិយាយទៅបន្ទាប់ពីហាត់ប្រាណកន្លះម៉ោងហើយស្លាប់ទៅញ៉ាំបាយល្ងាចខ្ញុំមានជក់តកូនជាមួយនឹងញាតិកោឆ្ងាញ់ណាស់បងប្អូនអើយមានតែធ្វើពីខ្លួនឯងមកពីផ្ទះទេទើបមានញ៉ាំទិញអត់មានទេមានតែ burger អីហ្នឹងបន្ទាប់មកឡានហ្នឹងក៏វារៀងអស់ទឹកអញ្ចឹងណាកន្លែងនេះគឺគេអត់មានអីសម្រាប់ទៅយកទេអញ្ចឹងគឺយើងត្រូវធ្វើដៃដោយខ្លួនឯងនៅកន្លែងខ្លះគេមានបន្ទាប់មកមានកាហ្វេមានអីយកតាំងពីម៉ាស៊ីនកាហ្វេមកទៀតដើម្បីចង់កាហ្វេញ៉ាំអត់មិនបានកាហ្វេបងប្អូនអើយនិយាយទៅយូរម្ដងរបៀបថាយើងផ្លាស់ប្ដូរបរិយាកាសផ្លាស់ប្ដូរការរស់នៅយើងមកនៅក្នុងព្រៃរបៀបថាមើលមានទេសភាពមានអីចឹងប្លែកមែនតើខ្ញុំចូលចិត្តយូរម្ដងហើយដាំបបរដាំអីញ៉ាំនិយាយទៅម្ហូបខ្មែរយើងដដែលនិយាយទៅអត់សូវចូលចិត្តម្ហូបរបៀបអាកាំងអីទេយ៉ាងទៀតរត់ទិញក៏ពិបាកដែរតើយើងជិះទៅខាងភូមិកន្លះម៉ោងអញ្ចឹងមិនមានអញ្ចឹងយើងយកម្ហូបដែលយើងមានមកធ្វើស្រាប់ម៉ោងស្រួលជាងនិយាយទៅមិនឲ្យតិចមិនបងប្អូនអើយមើលភ្នំតកកនៅចិត្តនេះអត់តន់លាយអស់ផងក៏ប៉ុន្តែបើនិយាយពីទេសភាពវិញដូចបងប្អូនឃើញអញ្ចឹងគឺស្អាតមានរបៀបផ្កាព្រៃមានអីពេញនឹងគ្រប់បែបគ្រប់យ៉ាងតែម្ដងនៅពេលដែលយើងដើរ hiking រត់ហាត់ប្រាណអញ្ចឹងណាគឺយើងឃើញទេសភាពប្លែកៗច្រើនដែលយើងអាចថតយកផ្ដិតយករូបភាពល្អស្អាតថតជូនបងប្អូនទាំងអស់គ្នាមើលការដើរលេងបោះតង់ហ្នឹងវាគឺជារឿងមួយដែលភ្ញាក់ផ្អើលនៅពេលដែលយើងដើរ hiking ហ្នឹងគឺមានទេសភាពប្លែកពេលខ្លះខ្ញុំអត់ដឹងថានៅនេះមានទឹកជ្រោះអីចឹងខ្ញុំស្មានតែមានតែបឹងទេម្ដងនេះមានទាំងទឹកជ្រោះមានទាំងអីតែដោយសារតែខែនេះរៀងតិចអញ្ចឹងទៅបងប្អូននៅតែងខ្លួនដោយកូនខ្លាឃ្មុំអញ្ចឹងពាក់អាវពាក់ខោឡើងពី3ជាន់ងើបលំឡើងដើរហាត់ប្រាណតែម្ដងហើយឲ្យមានផ្កាព្រៃច្រើនមែនតើនិយាយទៅកន្លែងនេះគឺរបៀបថាយើងមកអង្គុយហាថ្ងៃ enjoy មើលធម្មជាតិស្អាតណាបងប្អូនស្អាតមែនតែម្ដងណាខ្ញុំគិតថាកន្លែងនេះនៅចិត្តផ្ទះខ្ញុំទេតែ2ម៉ោងជាងហើយខ្លឹមទេមិនទៅណាឆ្ងាយទេស្រួលតែម្ដងអូខេនិយាយទៅវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំវីដេអូក្រោយទៀតបាយ